សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទកុំភ្លេចប្រើ chlorophyll ទាំងអស់គ្នាដើម្បីសុខភាពទាំងអស់គ្នាបាទ chlorophyll គឺមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយពុកម៉ែបងប្អូនលាងសម្អាតជាតិពុលនៅក្នុងខ្លួនជួយពុកម៉ែបងប្អូនកុំឲ្យឡើងឈាមកុំឲ្យលើសឈាមហើយក៏កុំឲ្យឡើងជាតិអាស៊ីតនៅក្នុងខ្លួនបាទហើយជួយពុកម៉ែបងប្អូនទីមួយផ្សះដំបៅខ្លាយខាងក្នុងនិងខាងក្រៅចំពោះកន្លែងផ្សះដំបៅខាងក្នុងនិងខាងក្រៅហ្នឹងគឺវាអាចជួយទៅព្យាបាលតកតងទៅនឹងកាពះពោះវៀនពុកម៉ែបងប្អូនបានកន្លងមកខ្ញុំជាសះស្បើយដោយសារ chlorophyll ហ្នឹងពុកម៉ែបងប្អូនកាពះពោះវៀនរបស់ខ្ញុំណាបាទកាពះពោះវៀនរបស់ខ្ញុំគឺកម្រិតមធ្យមបាទនៅពេលដែលយើងញ៉ាំអីមិនស្រួលហ្នឹងគឺវាចេញទឹកមាត់មកហើយវាឆ្អល់កាពះជាងមកប៉ុន្តែដោយសារតែខ្ញុំបានស្គាល់តកតងទៅនឹងម្សៅ chlorophyll នេះខ្ញុំក៏សម្រេចចិត្តប្រើវាដូចជារយៈពេល1ខែវាបានធូរស្បើយហើយរហូតដល់ខ្ញុំប្រើមកដល់ឥឡូវហ្នឹងគឺថាកាពះពោះវៀនរបស់ខ្ញុំគឺវាអត់ដែលមានបញ្ហាអីទេពុកម៉ែបងប្អូនបាទឲ្យតែពុកម៉ែបងប្អូនមានកម្រិតស្រាលឬក៏មធ្យមកុំឲ្យកម្រិតធ្ងន់ហ្នឹងគឺវាពិបាកបន្តិចបាទតើតែយើងមានការពិគ្រោះជាមួយនឹងខាងគ្រូពេទ្យបាទហើយហេតុអីបានខ្ញុំហ៊ានថាអាចខ្ញុំជាសះស្បើយកាពះពោះវៀនដោយសារតែខ្ញុំប្រើខ្លួនឯងវាបានជាសះស្បើយពិតមែននៅអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាជាការពិតបាទអញ្ចឹងពុកម៉ែបងប្អូនអាចប្រើប្រាស់ទៅនឹងទទួលដឹងថាលទ្ធផលនៃការប្រើវាហ្នឹងបានយ៉ាងម៉េចហើយវាជួយផ្សះដំបៅឬក៏កាពះពោះវៀនហ្នឹងបានយ៉ាងម៉េចអញ្ចឹងនៅពេលបងប្អូនប្រើទៅបងប្អូននឹងយល់បាទហើយនឹងឃើញលទ្ធផលខ្លួនឯងបាទហើយចំពោះអតិថិជនដែលគាត់ត្រូវការកំងមកកំប៉ុងពីកំប៉ុងក៏ខ្ញុំផ្ញើជូនដែរពុកម៉ែបងប្អូនបាទមិនថាពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តឬក៏នៅទីក្រុងភ្នំពេញទេបាទអញ្ចឹងគឺអាច free ដឹកជញ្ជូនពុកម៉ែបងប្អូនគ្រប់ខេត្តក្រុងទាំងអស់បាទហើយបើសិនជាពុកម៉ែបងប្អូនត្រូវការកំងអាចឆាតមកpage របស់ខ្ញុំផ្ទាល់ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងក្រោមនេះបាទហើយចុងក្រោយក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាប្រើប្រាស់ chlorophyll ឲ្យបានសុខភាពល្អទាំងអស់គ្នាហើយវិញមួយទៀតឲ្យពុកម៉ែបងប្អូនជៀសផុតពីជំងឺលើសឈាមជំងឺឡើងជាតិអាស៊ីតហើយក៏ដូចជាជំងឺកាពះពោះវៀនហើយនិងជំងឺឈាមសស៊ីឈាមក្រហមបាទអូខេពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលាបាទ